វត្តចម្ពោះរុក្ខាវណ្ណារាមហើយវត្តព្រៃខ្ពស់ស្ថិតនៅភូមិព្រៃខ្ពស់ឃុំព្រៃខ្ពស់ស្រុកបវរខេត្តបាត់ដំបងសពថ្ងៃព្រះសង្ឃមាន9អង្គជានោះហើយរៀន8អង្គបងហើយថ្នាក់រៀនឬក៏ក្តារខៀននៅរៀននឹងកុដអាត្មាហើយឆ្នាំនេះព្រះសង្ឃដែលត្រូវប្រឡង4ព្រះអង្គបងទៅប្រឡងថ្នាក់ត្រី4ព្រះអង្គណាឆ្នាំនេះប្រឡងក្នុងខែ6បងថ្ងៃទី7ខែ6ហ្នឹងឯងនៅថ្ងៃនេះគឺណា13ណាក្នុងខែ6ហើយសម្រាប់ការរៀនសូត្រគឺរៀនជារៀងរាល់ថ្ងៃបងរៀនរាល់ថ្ងៃរៀនប្រចាំខែទាំងគ្រូបង្រៀនហើយសម្រាប់ញោមញាតប្រុសស្រីទាំងក្នុងនិងក្រៅប្រទេសបងដែលបានទស្សនាឃើញคลิปវីដេអូនេះសូមចូលរួមឧបត្ថម្ភបច្ច័យសម្រាប់សង្ឃនិងគ្រូបង្រៀនបងពីទឹកដីវត្តព្រៃខ្ពស់ញាតិញោមដែលមានសទ្ធាជ្រះថ្លាញាតិញោមអាចតាក់ទងមកតាមឆាតបងញាតិញោមស្ដាប់ក្នុង page ក្នុង YouTube ឬក្នុង Facebook ស្មារតីញាតិញោមអាចតាក់ទងមកតាមឆាតបងក្នុងឆ្នាំ2026នេះគឺខ្ញុំគណៈអាត្មាគម្រោងកសាងសមិទ្ធផលថ្មីគឺរោងបាយញាតិញោមណារោងបាយដោយសារកាលពីឆ្នាំទៅទឹកជួនលិចរោងតូចនៅខាងកើតពណ៌ទ្រូចេកអាត្មាប្រក់ដំបូលពណ៌ទ្រូចេកហ្នឹងគឺលិចញាតិញោមលិចទៅរត់មកត្បូងនេះនៅខាងជើងនេះញាតិញោមបងនៅខាងជើងកាលណាលិចពីខាងចិត្តស្ទឹងញាតិញោមដល់ទៅចិត្តស្ទឹងហ្នឹងលិចដល់លិចរត់មកដល់អញ្ចឹងបានអាត្មាគម្រោងកសាងនេះដែលមានសសរ10ដើមទៀតក្នុងមួយដើម140,000បង$100ស្មើនឹង40,000រៀលហើយដំបូលនៅខ្វះ10សន្លឹកទៀតដើម្បីបន្ថែមបងចិត្តមាត់ស្ទឹងហើយនៅទឹកដីវត្តព្រៃខ្ពស់នេះក៏ធ្វើចណ្ដើរចុះស្ទឹងនៅចិត្តស្ពានយូលបងរីឯពីខ្នងខាងត្បូងសាលាឆាន់នេះគឺធ្វើហើយសម្រាប់ណាធ្វើបុណ្យទានមួយចឹងទៅញាតិញោមកាលណាពេញលើសាលាគឺចុះមកបរិភោគភោជនីយអាហារអីនៅខាងរោងពីខ្នងខាងត្បូងសាលាឆាន់បងណាហើយខ្វះខាតញាតិញោមមួយខ្នងនោះនៅដំបូលទាំងអស់ខ្នងទៀតអាចប្រក់ដំបូលកម្រោងកសាងឆ្នាំនេះទាំង3ខ្នងគឺបន្ទាប់ពីដាក់ផ្លាកឈ្មោះតសមួយដើម$100ណាបូកអីស្អាតបាតបានធ្វើបុណ្យឆ្លងនេះឆ្លងទាំង3រោងទាំង3ខ្នងតែម្ដងបាទក្រោយកត់អាត្មាគង់នេះហើយទឹកស្ទឹងគឺសពថ្ងៃទឹកស្ទឹងខាស់រីងអស់ហើយញាតិញោមហើយប្រជាពលរដ្ឋក្នុងការធ្វើស្រែចម្ការឆ្នាំនេះក៏មិនសូវមានទឹកដែរបងតែចុះដើមខែដំបូងនៅក្នុងទឹកដីវត្តព្រៃខ្ពស់ធ្វើលើកទី1ឲ្យចុះដំណើរការតណាហើយឆ្នាំនេះតាំងពីខែ2ចុងខែ2អាត្មាចាក់ដី500ឡាននេះបងចាក់ដី500ឡានក៏ណានៅសល់មកជ្រុំដើមច័ន្ទនៅមុខសឡុំផែវិហារចាស់ញាតិញោមនៅឯនេះសមុទ្រញាតិញោមស្គាល់ហើយធ្លាប់ដឹងថាវិហារចាស់ញោមអាចទស្សនាមើលតាមវីដេអូនេះមកបងសាលានេះគឺកសាងជាង20ឆ្នាំវិហារនេះក៏ជាង20ឆ្នាំទេញាតិញោមហើយនៅគាត់2ជាន់ហើយសម្រាប់កសាងបន្តនេះគឺខ្ញុំគណៈអាត្មាតាំងខ្ញុំគណៈអាត្មាមកនៅទីនេះចាក់ដីជាង1000ឡានហើយញាតិញោមនៅក្នុងទឹកដីវត្តព្រៃខ្ពស់នោះម្ដង200ឡាន50ឡាននេះចឹងទៅម្ដង500ឡានក្រោយឆ្នាំ2026នេះគឺចាក់500ឡានដែរហើយម្ចាស់ដីតកែអីគេឲ្យជឿចឹងទៅណាសមិទ្ធផលក៏ចាក់សារបន្តណា
ในឆ្នាំនេះក៏ចូល50តោនដែរញាតិញោមគ្រាន់តែចុះតាំងពីខែ2មកឥឡូវប្រអាដោយសារមកចម្ពាក់សម្ភារៈស៊ីម៉ង់អញ្ចឹងទៅញាតិញោមបងតែមិនដឹងជាបានអីធ្វើបន្តមានតែបង្អាក់សិនបងតែដោយសារអីដោយសារយើងចម្ពាក់សម្ភារៈគេច្រើនពេកហើយស៊ីម៉ង់ឥតដែកគ្រោះថ្មអីហ្នឹងគឺឡើងថ្លៃទាំងអស់នេះក៏ទិញតែ30,000ជាងក្នុង1តោនវាឡើង40,000ជាងហើយញាតិញោមសង្ហៃនេះបើឥតក្រហមក៏ទិញតែ100ជាងឥឡូវឡើង200ជាងទៀតណាមួយដុំណាបងអញ្ចឹងសមិទ្ធផលសពថ្ងៃហ្នឹងឡើងទាំងអស់ញាតិញោមបងណាតែតែឡើងក៏នៅតែកសាងទៀតបងចម្រើនពរជម្រាបដល់ញោមញាតិប្រុសស្រីដែរណាសូមពៀវមនាវបិណ្ឌបាតញោមតែបានទស្សនាមើលតាម Channel YouTube ផ្ទាល់ឬក៏តាមបណ្ដាញសង្គម Facebook ញាតិញោមបងតាមបណ្ដាញសង្គម Facebook ឬក៏ Page ខ្ញុំកណាអាត្មានោះញាតិញោមអាចតាក់ទងបងព្រោះរាល់ថ្ងៃនេះអាត្មាធ្វើវីដេអូខ្លីៗដែរបងតែមានញាតិញោមខ្លះគាត់ចូល comment គាត់ថាចង់ចូលរួមដែរក៏សាងចណ្ដាលចុះស្ទឹងណាចណ្ដាលចុះស្ទឹងក៏បានពាក់កណ្ដាលណាបានពាក់កណ្ដាលតែនៅសល់ពាក់កណ្ដាលទៀតជាង$2,000ទៀតមិនទាន់ហើយញាតិញោមបងសម្រាប់ញោមបងមានសទ្ធាចង់ចូលរួមក៏ញោមអាចតាក់ទងមកបងណាមានសទ្ធាចង់ចូលរួមធ្វើរោងឬជួយស៊ីម៉ង់ជួយគ្រោះគម្រោងចាក់គ្រោះស៊ីម៉ង់ថ្មហ្នឹងគឺមកចាក់បានតែ2ឡានទេ$1,35,000ទៀតញោមណា$1,35,000អាហ្នឹងគ្រោះក្រហមតែបើមុនតែ$25,000ឡើងចឹងថាសមិទ្ធផលហ្នឹងគឺឡើងទាំងអស់នេះញោមបងឡើងទាំងអស់ណាហើយសប្តាហ៍ថ្ងៃនេះញាតិញោមឲ្យអាត្មាសំណុកបំរុងប្រសង់សិក្សារៀនសូត្រផងទឹកភ្លើងចង្ហាន់ភ្លើងខែនេះអស់$90ញាតិញោមបងភ្លើងខែនេះអស់ណាអស់$85បាទអញ្ចឹងគឺហើយផុតកណ្ដុតគេនៅថ្ងៃទី18ឥឡូវថ្ងៃនេះថ្ងៃទី13ហើយញាតិញោមបងណាមិនទាន់មានបច្ច័យបងភ្លើងផងហើយព្រះវិហារណាព្រះវិហារដំបូលលើនេះគឺដំបូលលើខូចខាតទៀតអាត្មាក្រាឥតតាកូឡាអាត្មាទិញពុំមកខ្លួនឯងតែម្ដងញាតិញោមគឺប្រើជាង10នាក់សម្រាប់ពីទឹកដីវត្តព្រៃពោះទៅចុះបន្តហើយកសាងព្រះសម្មាសម្ពុទ្ធ109អង្គនេះគឺណាមិនទាន់បានគ្រប់នៅឡើយទៀតក្នុងមួយអង្គ$260ទាំងផ្លាកឈ្មោះទាំងឈ្នួលជាងទាំងព្រះតែម្ដងញោមណាបាទហើយកម្ពស់2ម៉ែត្រជាងបាទព្រះសម្មាសម្ពុទ្ធផ្ចាញ់មាញោមណាបាទណាដល់វគ្គលើហើយគឺបានផ្ចាញ់មាញោមណាបាទសូមខន្តីអព្យាស្រ័យចំពោះកណ្ណាគុណម្ចាស់គ្រប់ព្រះអង្គសូមអព្យាស្រ័យញោមញាតិប្រុសស្រីទេណាដែលបានតាមទស្សនានៅវីដេអូនេះសូមជួយ like ជួយ share ម្នាក់មួយផងណាក៏សូមជូនពរជូនបុណ្យញោមគ្រប់គ្នាទៀតសូមអរ